ម្សិលមិញបាសេថ្ងៃនេះគឺរៀលម៉ាឌ្រីតនៅឆាំពៀនស្លេចម៉ាឌ្រីតហើយនឹងបាសេក្រុមទាំងពីរធ្លាក់ទាំងអស់គ្មានសល់អាណាមួយទេគឺយើងមានតែរងចាំមើលរដូវកាលក្រោយធ្លាក់ទាំងពីរបងប្អូនទាំងបាសេទាំងរៀលម៉ាឌ្រីតអេស្ប៉ាញមានកំណើតតែអាតេមួយទេប៉ុន្តែទោះបីជារៀលម៉ាឌ្រីតធ្លាក់តែឈ្នះចិត្តអ្នកគ្រប់គ្រងពិតជាទទួលយកបានចំពោះទម្រង់របស់រៀលម៉ាឌ្រីតកុំតែឈួតហ្គាម៉ាវិនកាកាតក្រហមទាំងដែលយើងនឹកស្មានមិនដល់ថានឹងកាតក្រហមទេវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ថាមិនអាចទទួលយកបានចំពោះការផ្ដល់កាតរឿងទី2 second yellow card ទៅកាន់Edu Gamma Vinga ចុងម៉ោងបងប្អូន11ទល់11នាក់បើយើងមិននេះបុកចង់លៀនភ្នែកឲ្យចុះតម្រាំតែបាត់ម្នាក់ទៀតមានអីទៀតមិនធ្លីមកវិញ2គ្រាប់មួយផ្លែតReal Madrid បាទធ្វើបានល្អខ្ញុំទទួលស្គាល់ថារៀលធ្វើបានល្អទោះបីជាកីឡាករទើបប្រជាភាពរបស់មែនតែពួកគេធ្វើបានល្អហើយប៉ុណ្នេះសម្រាប់យើងទទួលយកបានទោះបីចាញ់ក៏ដោយប៉ុន្តែពិតជាធ្វើឲ្យបាយមិនព្រឺសម្បល់បាសបុកពោះបាក់សក់ហើយអ្នកដែលធ្លាប់មើលងាយថារៀលម៉ាឌ្រីតអាចនឹងត្រូវបាយមិនស៊ីច្រើនក៏ហាក់ដូចជាភ្លឺភ្នែកថាអូរៀលគេមាន DNA Champions League មែនណាមិនមើលងាយគេបានទេប៉ុន្តែយ៉ាងណាក៏ដោយនៅតែធ្លាក់អណ្ដាលទេបើទោះបីយើងនិយាយផលអីច្រើនក៏នៅតែអត់មានប្រសិទ្ធភាពដែរធ្លាក់ដូចតែគ្នាទេទាំងបាសេទាំងរៀលម៉ាឌ្រីតអញ្ចឹងមានចាំមកលើការក្រោយក៏ប៉ុន្តែមិនអីទេបើទោះបីជារៀលម៉ាឌ្រីតធ្លាក់ Champions League ដល់កាលនេះក៏រៀលម៉ាឌ្រីតគេបាន15សម័យកាលរួចហើយអញ្ចឹងអត់តមានណាគេតាមបានរៀលម៉ាឌ្រីតទៀតទេឆ្ងាយអញ្ចឹងអត់បញ្ហារីកែចាញ់បាទមើលរដូវកាលអត់ជាបញ្ហាទេចាំអ៊ុតរដូវកាលក្រោយបាទអរគុណជួបគ្នានៅវីដេអូក្រោយដល់កហើយបងប្អូនហើយបាទជើងទី1មកជុំទីងុំអាជើងទី2នេះសុទ្ធគ្នាដូចព្យុះបើយើងមិនជាមួយនឹងរៀលម៉ាឌ្រីតសុទ្ធទៅសុទ្ធមកគ្រាប់បាល់បញ្ចប់ការប្រកួតឡើងដល់7គ្រាប់ប៉ុន្តែបើយើងសរុបតាំងពីជើងទី1មកពួកគេមានរហូតដល់6ទល់នឹង4បាទ6ទល់នឹង4អញ្ចឹងរៀលម៉ាឌ្រីតធ្លាក់ក្រោមធ្វើជើងបើយើងមិនចាយបងប្អូនណាប្រយហេសម្រាប់រៀលម៉ាឌ្រីតទៅជាមួយនឹងបាសេឡូណាបាត់ហើយជើងខ្លាំងមកពីអេស្ប៉ាញ3ក្រុមឥឡូវនៅសល់អាត្លេទីកូម៉ាឌ្រីតមួយទេដែលត្រូវជួបជាមួយនឹងអាសេណលនៅវគ្គពាក់កណ្ដាលដៃព្រាត់ការប្រកួតនេះបងប្អូនយើងល្អមើលមែនទែនសុទ្ធទៅសុទ្ធមកបើយើងមិនក៏មានឱកាសច្រើនរៀលម៉ាឌ្រីតក៏មានឱកាសច្រើនជាពិសេសជើងទី2នេះរៀលម៉ាឌ្រីតធ្លាក់មែនប៉ុន្តែខ្ញុំយល់ឃើញថារៀលម៉ាឌ្រីតធ្វើបានល្អមែនទែនបងប្អូនយើងសម្រាប់ជើងទី2នេះជើងទី1មិនសូវជាបានល្អទេក្នុងដីរបស់ខ្លួនឯងតែជើងទី2ក្នុងដីរបស់បាយម៉ាឌ្រីតធ្វើបានល្អណាស់បាទមានស្មើរហូតដល់ចប់ការប្រកួតគុំតែផ្លាត់កាតក្រហមកាម៉ាវីហ្គាមួយទេអញ្ចឹងសមាជិករបស់រៀលម៉ាឌ្រីតទៅសល់10នាក់ធ្វើឲ្យបាយម៉ាឌ្រីតមានឱកាសរកគ្រាប់បាល់បន្ថែមរហូតដល់2គ្រាប់ឯនោះចុងម៉ោង Michael Olise ដាក់បានមួយគ្រាប់ទៀតសរុបគ្រាប់បាល់ទាំងជើងទី1ជើងទី2ឡើង6ទល់4 10គ្រាប់ឲ្យគត់សម្រាប់ជំនួបដល់ផ្សេងវគ្គ8ក្រុមចុងក្រោយរវាងបាយម៉ាឌ្រីតជាមួយនឹងរៀលម៉ាឌ្រីតមិនធម្មតាទេបងប្អូនឲ្យគ្រាប់បាល់ច្រើនណាស់អញ្ចឹងសម្រាប់ថៃបងប្អូននេះណាបាទ4ក្រុមដែលត្រូវតទល់គ្នានៅវគ្គពាក់កណ្ដាលដៃព្រាត់ពីរង្វាន់ UEFA Champions Leagueទេត្រូវជួបជាមួយនឹងកំភ្លើងទុំអាសេណលមកពីអង់គ្លេសបាទអង់គ្លេសសល់1អេស្ប៉ាញសល់1ជួបគ្នាបារាំងសល់1ប៉ារីសសាហ្សឺម៉ាន់ត្រូវជួបជាមួយនឹងអាល្លឺម៉ង់គឺបាយម៉ាឌ្រីតក្រុមទាំង4នេះសិតតែជើងខ្លាំងឡើងមកជួបគ្នាអញ្ចឹងនឹងត្រូវមានមួយឡើងមានមួយធ្លាក់ហើយអ្វីដែលកាន់តែពិសេសនៅវគ្គ4ក្រុមនេះគឺបាយម៉ាឌ្រីតជាមួយនឹងប៉ារីសនឹងឯងមកបងប្អូនណាពួកគេខ្លាំងដូចគ្នាកីឡាករកំពុងតែឡើងជើងដូចគ្នាហើយធ្វើបានល្អដូចគ្នាតាំងពីវគ្គ16ក្រុមរហូតដល់វគ្គពាក់កណ្ដាលដៃព្រាត់នេះអញ្ចឹងការប្រកួតនេះគឺពិសេសហើយបងប្អូនពិសេសអ្នកណាជាអ្នកឡើងទៅវគ្គផ្នែកប្រវត្តិបាយម៉ាឌ្រីតឬក៏ប៉ារីសសាហ្សឺម៉ាន់អាសេណលឬក៏អាត្លេទីកូម៉ាឌ្រីតយើងចាំអត់ទាំងគ្នានៅ CD Sport អរគុណណាស់បងប្អូន